បាទសួស្តីទាំងអស់គ្នាឥឡូវយើងជួបគ្នាទៀតហើយថ្ងៃនេះយើងនឹងមកសិក្សាអំពីផែនដីវិទ្យាដែលគេនិយាយអំពីរ៉ែហើយនៅក្នុងមេរៀននេះក៏សំខាន់ដែរពីព្រោះថាគេក៏ប្រឡងចេញនៅក្នុងបាក់ឌុបរបស់យើងដែរណាឥឡូវយើងទៅមើលសំណួរទាំងអស់គ្នាតោះសំណួរទី1នោះគេសួរថាតើរ៉ែជាអ្វីតើកំណប់រ៉ែនៅកម្ពុជាគេបែងចែកជាប៉ុន្មានហើយនៅខេត្តណាខ្លះទី3តើរ៉ែលោហៈនិងរ៉ែអាឡូហៈខុសគ្នាដូចម្ដេចអញ្ចឹងតកតងពីរ៉ែគឺវាមានតែប៉ុណ្្នឹងឯងហើយយើងចូលទៅមើលចម្លើយទាំងអស់គ្នាចម្លើយ1តើរ៉ែជាអ្វីរ៉ែជាសមាសធាតុអសរីរាង្គដែលកើតឡើងដោយធម្មជាតិរាប់លានឆ្នាំណាស់មកហើយនៅក្នុងសម្បកផែនដីរ៉ែនៅកម្ពុជាគេបែងចែកជា4គឺរ៉ែលោហៈរ៉ែឧស្សាហកម្មនិងសំណង់រ៉ែមានតម្លៃនិងរ៉ែថ្មរចនាហើយវាមាននៅខេត្តបៃលិនរតនគិរីនិងពោធិ៍សាត់3រ៉ែលោហៈនិងលោហៈខុសគ្នាដូចជាទី1រ៉ែលោហៈមានផ្នែកលោហៈចម្លងកម្ដៅនិងអគ្គិសនីបានល្អអាចផែបាននិងអាចហូតជាលុះបានចំពោះរ៉ែអាឡូហៈវិញគឺគ្មានផ្នែកលោហៈចម្លងកម្ដៅនិងអគ្គិសនីខ្សោយមិនអាចផែបាននិងមិនអាចហូតជាលុះបានអញ្ចឹងមេរៀនដែលតាក់ទងនឹងរ៉ែគឺមានតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នា